សួស្តីប្រិយមិត្តថ្ងៃនេះបានយករឿងមួយទៀតដែលមានចំណងជើងថារឿងត្រូវជួយមណ្ឌលបងប្អូនមើលតែឆ្មៀវទៅគ្នាចង់ស្ដាប់ដែរតោះចូលសាច់រឿងយើងវិញបាកែរស់នៅក្នុងភូមិមួយដែលមានប្រមាណ10គ្រួសារប៉ុណ្ណោះឪពុករបស់នាងកែវតែងទៅកាប់អុសលក់នៅផ្សារផ្ទះវាកែវមានកូនជ្រូកកំព្រាឈ្មោះមណ្ឌលដែលពុកនាងយកពីព្រៃនាងស្រឡាញ់វាដូចប្អូនឆ្នាំនេះភ្លៀងធ្លាក់ហើយមានខ្យល់ខ្លាំងថ្ងៃមួយខ្យល់បានធ្វើឲ្យផ្ទះបាកែវត្រេកពុកនិយាយពឹកចង់លក់មណ្ឌលក្រែងបានលុយគ្រប់សម្រាប់ជួសជុលផ្ទះតែបាកែវបដិសេធទេមណ្ឌលដូចប្អូនរបស់ខ្ញុំកំពុងគិតរកវិធីជួយមណ្ឌលបាកែវបានឃើញអ្នកភូមិដើរកាត់ក៏ស្រែកសួរយកទៅត្បាញការថាមែនគាត់តបមែនហើយភ្លាមនោះបាកែវក៏នឹកឃើញវិធីជួយមណ្ឌលស្អែកឡើងបាកែវសុំអ្នកភូមិធ្វើការដោយនាងស្នើសុំជាការបង់ថ្លៃឈ្នួលតិចតួចអ្នកភូមិក៏ព្រមរួចឲ្យនាងជួយបិទផ្ដៅនិងជារិស័យតែលួយដែលនាងទទួលបានគឺតិចតួចណាស់នាងក៏សុំអ្នកភូមិរៀនត្បាញការផាតែនាងធ្វើមិនត្រូវសោះពេលខ្លះនាងត្រូវកាំបិតមុតពេលខ្លះមុតនឹងចំណាំងរិស័យម្ដងកាលនាងធុញទ្រាន់តែពេលនាងឃើញមណ្ឌលដែលតែងនៅចិត្តនាងក៏តាំងចិត្តធ្វើការជាមួយអ្នកភូមិបន្តនាងក៏បន្តធ្វើទៀតដោយយកផ្ដៅនិងឫស្សីដែលម៉ែរបស់នាងទុកគៀនផ្ទះមកធ្វើនាងធ្វើបាន3តែមិនចេញការផាទេបែរជាចេញរៀងផ្សេងវិញព្រឹកមួយពេលឪពុកនាងយកអស់ទៅលក់នៅផ្សារបាកែសុំទៅជាមួយហើយយករបស់ដែលនាងបានធ្វើទៅលក់ផងដែរតាមផ្លូវមកផ្ទះបាកែបានឃើញអ្នកដំណើរម្នាក់កាន់កន្ត្រកមានដៃនាងគិតហូបើយើងធ្វើកន្ត្រកមានដៃប្រហែលអាចលក់ដាច់ជាងមិនទេដំមកដល់ផ្ទះឪពុកនាងបានរៀបរាប់រឿងរ៉ាវនៅផ្សារប្រាប់ទៅម្ដាយភ្លាត់មាត់យីគំនិតល្អតាចាប់ពីពេលនោះមកឪពុកបាកែវក៏ទៅរកផ្ដៅនិងឫស្សីមកឲ្យកូនបន្ថែមចំណែកម្ដាយនាងក៏ជួយត្បាញជាមួយនាងធ្វើបានច្រើនមុំបាកែវក៏យកកន្ត្រកទៅលក់ជាមួយឪពុកម្ដងនេះនាងលក់អស់នឹងបានលុយច្រើនជាងមុនរាល់លុយដែលលក់បានគឺនាងឲ្យទៅម្ដាយមិនយូរប៉ុន្មានផ្ទះរបស់បាកែវក៏អាចជួសជុលបានបាកែវនិយាយឡើងផ្ទះក៏អាចជួសជុលបានហើយមណ្ឌលក៏មិនបាច់លក់ដែររឿងនេះបានចប់ហើយតើបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើការផាដូចបាកែវដែរឬទេ